ល្អដូចនេះចិត្តបាបនឹងកើតឡើងពីបច្ច័យមានរូបារម្មណ៍ជាដើមហ្នឹងឯងហ្នឹងហើយមានហត្ថយវត្ថុជាទីអាស្រ័យដែលជាតួរូបដែរកើតឡើងអញ្ចឹងទៅដូច្នេះបុគ្គលសិក្សាឃើញអាការគិតនឹងជាចិត្តណាគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទនឹងមិនក្តៅក្រហាយជាមួយការគិតនេះទៀតឡើយហ្នឹងឲ្យតែបានសិក្សាឃើញថាការគិតនឹងគឺជាចិត្តមិនមែនយើងមិនក្តៅក្រហាយជាមួយការគិតនេះទៀតទេអស់កាលដល់យូរអង្វែងណាស់ហើយណាដែលយើងក្តៅក្រហាយជាមួយនឹងចិត្តជាមួយនឹងការគិតនៅក្នុងរឿងរូបារម្មណ៍នេះតើម្នាក់ក្តៅក្រហាយបណ្ណាទេក្តៅទេគិតជាមួយរូបដៅណារឿងច្រើនទេហ្នឹងហើយអាហ្នឹងមកពីអីមកពីយើងអត់បានដឹងថាការគិតនឹងអត់មែនយើងបានជាក្តៅជាមួយនឹងគំនិតហ្នឹងជាមួយសម្លេងក្តៅច្រើនទេរឿងទេហ្នឹងហើយអាហ្នឹងដាប់សម្លេងមកហើយអត់ដឹងថាអាចិត្តគិតរឿងសម្លេងហ្នឹងមិនមែនយើងគឺក្តៅជាមួយនឹងចិត្តគិតហ្នឹងឯងក្តៅដោយរាគៈក្តៅដោយទោសៈក្តៅដោយមោហៈក្តៅដោយការវិនិច្ឆ័យទៅនៃសម្លេងឃើញទេក្តៅដោយការប្រែប្រួលនៃសម្លេងគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទរឿងកង្វល់ទាំងអស់ដែលវាប្រព្រឹត្តទៅនៅក្នុងមโนទ្វារវិថីចិត្តអារឿងកង្វល់ទាំងអស់ហ្នឹងអ្នកណាធ្វើឲ្យកើតឡើងក្រៅពីអាយតនៈខាងក្រៅហើយនិងអាយតនៈខាងក្នុង